កម្ពុជាអនុម័តគម្រោងវិនិយោគជាង600គម្រោងក្នុងឆ្នាំ2025ជាការពិតណាស់គម្រោងវិនិយោគជាង600គម្រោងនឹងត្រូវអនុម័តក្នុងឆ្នាំ2025នេះដែលនេះគឺជាការបំបែកនៅកំណត់ត្រាថ្មីមួយទៀតបន្ទាប់ពីការបំបែកកំណត់ត្រាម្ដងរួចទៅហើយកាលពីឆ្នាំ2024ជាមួយនឹងការអនុម័តនៅគម្រោងវិនិយោគសរុបចំនួន414គម្រោងឯកឧត្តមឧបនាយករដ្ឋមន្ត្រីស៊ុន ចន្ទថុលអនុប្រធានទី1ក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជានៅព្រឹកថ្ងៃប្រហោះទី27ខែវិច្ឆិកាឆ្នាំ2025បានអញ្ជើញជាអធិបតីភាពនៅក្នុងសិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តវិធានការកែតម្រង់មុតស្រួចជាកញ្ចប់ដែលបានដាក់ចេញនៅក្នុងវេទិការាជរដ្ឋាភិបាលផ្នែកឯកជនលើកទី19ប្រចាំឆមាសទី1ឆ្នាំ2025និងអបអរសាទរខួប25ឆ្នាំនៃការបង្កើតវេទិការាជរដ្ឋាភិបាលនិងផ្នែកឯកជនឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានគូបញ្ជាក់អំពីការខិតខំប្រឹងប្រែងនិងលទ្ធផលជាផ្លែផ្ការបស់រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំតម្រង់ទិសប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដែលបានសម្រេចនៅលទ្ធផលគួរឲ្យកត់សម្គាល់ដោយគិតត្រឹមដំណាច់ឆមាសទី1ឆ្នាំ2025ក្នុងចំណោមវិធានការសរុបចំនួន179វិធានការគឺមានវិធានការចំនួន166ត្រូវបានអនុវត្តរួចរាល់ពេញលេញដែលស្មើនឹងប្រមាណជា93%នៃវិធានការសរុបនៅក្នុងរបាយការណ៍នេះផងដែរគឺបានគ្របដណ្ដប់ផងដែរនៅលទ្ធផលនៃកិច្ចប្រជុំរបស់ក្រុមការងារតាមវិស័យនៅក្នុងរយៈពេល18ខែបន្ទាប់ពីការបើកជាផ្លូវការនៅវេទិការាជរដ្ឋាភិបាលនិងវិស័យឯកជនលើកទី19ដែលក្នុងនោះបញ្ហាដែលបានលើកឡើងនៅក្នុងកិច្ចប្រជុំគឺមានប្រមាណជា82%ត្រូវបានដោះស្រាយរួចរាល់ហើយបញ្ហាដែលនៅសេសសល់កំពុងតែដោះស្រាយនៅក្នុងទិសដៅជាវិជ្ជមានបន្តទៀតដើម្បីឈានទៅសម្រេចបាននូវការដោះស្រាយដ៏កក់ប្រសើរសម្រាប់វិស័យឯកជននាពេលខាងមុខឯកឧត្តមឧបនាយករដ្ឋមន្ត្រីស៊ុន ចន្ទថុលបានបង្ហាញនៅជំនឿយ៉ាងមុតមាំថាក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតគឺតែងតែយកចិត្តទុកដាក់ក្នុងការលើកកម្ពស់ទូនាទីរបស់វិស័យឯកជនដែលជាកម្លាំងចលករជំរុញការអភិវឌ្ឍសេដ្ឋកិច្ចជាតិកម្ពុជានិងបន្តបោះជំហានយ៉ាងស្វាហាប់ឆ្ពោះទៅសម្រេចបាននៅចក្ខុវិស័យកម្ពុជាឆ្នាំ2050ប្រែក្លាយទៅជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជាឲ្យមានភាពរីកចម្រើនជាបន្តបន្ទាប់ទៀតឯកឧត្តមឧបនាយករដ្ឋមន្ត្រីក៏បានសម្ដែងនៅការបដិញ្ញាចិត្តក្នុងនាមក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជាដែលជាសេនាធិការរបស់រាជរដ្ឋាភិបាលក្នុងការលើកកម្ពស់ការវិនិយោគក្នុងការបន្តខិតខំប្រឹងប្រែងជំរុញការកែលម្អនិងធ្វើឲ្យប្រសើរឡើងនៅបរិយាកាសធុរកិច្ចនិងវិនិយោគតាមរយៈការជំរុញផ្សព្វផ្សាយនៅច្បាប់ស្តីអំពីវិនិយោគការគូសទ្វារវិនិយោគនៅក្រៅប្រទេសព្រមទាំងការសម្របសម្រួលនិងធ្វើសមាញកម្មនីតិវិធីពាក់ព័ន្ធនានាជាពិសេសការធ្វើ Digital ភាវូបនីយកម្មសម្រាប់ការផ្ដល់សេវាសាធារណៈឧបនាយករដ្ឋមន្ត្រីបានរំលេចអំពីភាពជោគជ័យនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មបរិការជាមួយនឹងសហរដ្ឋអាមេរិកដោយបានបញ្ជាក់ថាកម្ពុជាគឺជាប្រទេសដំបូងគេបង្អស់នៅលើពិភពលោកដែលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មបរិការនេះហើយបានផ្ដល់នូវភាពច្បាស់លាស់និងទំនុកចិត្តខ្ពស់សម្រាប់វិនិយោគិនក្នុងការនាំចេញផលិតផលរបស់កម្ពុជាទៅកាន់ទីផ្សារដ៏ធំរបស់សហរដ្ឋអាមេរិកបន្ថែមលើពីនេះកិច្ចខិតខំប្រឹងប្រែងបាននឹងកំពុងបន្តដើម្បីចរចាបញ្ចុះបរិការបន្តទៀតជាមួយនឹងសហរដ្ឋអាមេរិកទៅលើវិស័យអាទិភាពសំខាន់ៗដូចជាវិស័យកាត់ដេរវេជ្ជនភ័ណ្ឌស្បែកជើងសម្ភារៈធ្វើដំណើរដែលវិស័យទាំងអស់នេះបានស្រូបទាញកម្លាំងពលកម្មនិងផ្ដល់ការងារយ៉ាងច្រើនទៅដល់ប្រជាពលរដ្ឋកម្ពុជាទៀតផង